អាហារដែលអ្នកបានកុម្ម៉ង់មកដល់ហើយខ្មោចឆៅមកដល់ហើយរត់ទៅខ្មោចឆៅខ្ញុំឈ្មោះចិនវឹងអាយុ23ឆ្នាំជាអ្នកដឹកជញ្ជូនអាហារខ្ញុំកំព្រាឪពុកម្ដាយតាំងពីតូចដើម្បីឲ្យប្អូនស្រីបានរៀនសាកលវិទ្យាល័យខ្ញុំខំប្រឹងដឹកអាហារទាំងយប់ទាំងថ្ងៃមិននឹកស្មានដល់សោះថាខ្មោចឆៅនឹងផ្ទុះឡើងពិភពលោកឈានដល់ទីបញ្ចប់ហើយរឿងដែលឃើញតែក្នុងប្រឡោមលោកនឹងរឿងភាគបែបនេះបែរជាកើតឡើងចំពោះខ្ញុំទៅវិញបងប្រុសសុំជិះទៅជាមួយផងឡើងមកម៉ូតូអគ្គិសនីជិតអស់ថ្មហើយយើងត្រូវរកកន្លែងសាកថ្មទីក្រុងទាំងមូលដួលរំអស់ហើយសូមឲ្យអ្នកនៅរស់ទាំងអស់រក្សាភាពស្ងប់ស្ងាត់33ថ្ងៃទៀតនឹងមានការជួយសង្គ្រោះក្នុងអំឡុងពេលនេះសូមទៅកាន់ជំរកសុវត្ថិភាពដែលនៅជិតបំផុសទៅដល់ជំរកសុវត្ថិភាពនៅទីខាងត្បូងត្រូវចំណាយពេលប៉ុមានថ្ងៃទៀតត្រូវរកអាហារទុកខ្លះសូមអបអរសាទរម្ចាស់កម្មវិធីអ្នកបានបើកដំណើរការប្រព័ន្ធស្វែងរកសម្ភារៈរឹតតែស្វែងរកបានច្រើនអត្រាទទួលបានសម្ភារៈក៏កាន់តែខ្ពស់សម្ភារៈដែលទទួលបានអាចយកទៅផ្សំជាឧបករណ៍ហើយអាចធ្វើការអាប់ដេតអាវុធនិងយានជំនិះបានគ្មានដែនកំណត់ធ្វើការអាប់ដេតគ្មានដែនកំណត់អញ្ចឹងខ្ញុំសាកល្បងស្វែងរកមើលទទួលបានកាំបិតចុងស្រួចច្រេះស៊ីមួយដើមប្រព័ន្ធនេះគឺពិតមែនបងប្រុសអ្នកទប់ទល់សិនទៅនោះជារថយន្តរបស់ខ្ញុំត្រូវតែចេញតាមទ្វារក្រោយបងអូនសុខសប្បាយទេលីនបងមិនអីទេនៅសាលារៀនយ៉ាងម៉េចដែរបងប្រុសឥឡូវនេះអូនកំពុងពួននៅក្នុងអន្តេវាសិកដ្ឋានសាលាប្រាប់ថានឹងរៀបចំរថយន្តដើម្បីបញ្ជូនពួកយើងទៅជំរកនៅភាគខាងត្បូងក្រុងអីចឹងល្អហើយចាំយើងជួបគ្នានៅជំរកភាគខាងត្បូងក្រុងលីនរងចាំបងណាបងកុំមកទីនេះឆាប់ឡើងឡានមកមិនអីទេមែនទេអរគុណអ្នកខ្ញុំឈ្មោះលីនស៊ូជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យនេះខ្ញុំឈ្មោះឈឿនវឹងចាំខ្ញុំជួយរុំរបួសឲ្យអ្នកសិនចាស់ទុកឲ្យខ្ញុំធ្វើខ្លួនឯងចុះយប់នេះយើងសម្រាកនៅទីនេះសិនទៅចាសោះរបួសរបស់អ្នកយ៉ាងម៉េចហើយអត់អីទេជាសះស្បើយហើយទទួលបានដុំទឹកកកចំនួន2ទទួលបានទឹកសុទ្ធចំនួន2យើងត្រូវរកសម្ភារៈដែលមានប្រយោជន៍ខ្លះខ្ញុំស្គាល់មន្ទីរពេទ្យនេះច្បាស់ណាស់ខ្ញុំដឹងថាមានរបស់ល្អនៅឯណាយើងអាចចាប់ផ្ដើមពីបន្ទប់ស្តុកទុកនៅជាន់ទី1យើងអាចបំបែកគ្នាទៅរកបានយល់ព្រម
ទទួលបានបន្ទះដៃចំនួន2តើចង់ផ្សំសម្ភារៈដែរឬទេសម្រាប់ប្រើក្នុងការអាប់ដេតយានជំនិះនិងអាវុធបន្ទាប់ពីផ្សំរួចអាចបង្កើនសមត្ថភាពការពាររបស់យានជំនិះបាននឹកស្មានមិនដល់ថាអាចអាប់ដេតបានលឿនបែបនេះប្រព័ន្ធនេះពិតជាជួយបានច្រើនមែនវាខុសពីមុនហើយល្បឿនលឿនជាងមុនកម្លាំងវាយប្រហារក៏ខ្លាំងជាងមុនដែរពួកវាចេះវិវត្តខ្លួនទៀតផងខ្ញុំរកឃើញអាហារនិងទឹកបានច្រើនណាស់ឡានផ្ទះនឹងធ្វើការដំឡើងរួចរាល់ក្នុងពេលឆាប់នេះឲ្យតែខ្ញុំពួននៅទីនេះគឺនឹងមិនអីទេចេញទៅជួយគាត់នៅពេលនេះគឺគ្រោះថ្នាក់ខ្លាំងណាស់មិនអីទេមិនអីទេអរគុណអ្នកអរគុណដែលបានជួយជីវិតខ្ញុំហើយជីនៅខាងក្នុងមានមនុស្សរស់នៅទេបើនៅមានដង្ហើមសូមឆ្លើយតបវិញសំឡេងនេះមិនក៏ស្ដាប់ទៅម្លេះគឺអ្នកនៅមិនទាន់ស្លាប់ទៀតហើយរឿងដែលអ្នកឆក់យកម៉ូតូអគ្គិសនីរបស់ខ្ញុំគិតយ៉ាងម៉េចដែរបើមិនមែនព្រោះតែខ្ញុំស្រែកប្រាប់អ្នកកាលពីពេលនោះទេអ្នកប្រហែលជាត្រូវពួកសាំប៊ីខាំស្លាប់បាត់ទៅហើយអ្នកនៅជំពាក់ជីវិតខ្ញុំមួយជីវិតណាប្អូនប្រុសខ្ញុំឈ្មោះលីនឡុងខ្ញុំមកពីក្រុមជួយសង្គ្រោះស្ម័គ្រចិត្តហើយនេះគឺលូយួនកាលពីម្សិលមិញពួកយើងបានប្រទះឃើញគាត់នៅផ្សារលក់បន្លែអ្នកប្រហែលជាស្គាល់គាត់ហើយពួកយើងនឹងបើកឡានទៅកាន់ជម្រកនៅភាគខាងត្បូងក្រុងតើអ្នកចង់ចូលរួមជាមួយពួកយើងទេមនុស្សច្រើនកម្លាំងក៏ច្រើនដែរយើងទៅជាមួយពួកគេទៅយល់ព្រមយើងចូលរួមខ្ញុំឈ្មោះអៃលីសាសូមស្វាគមន៍ស្រាប់តែមានមនុស្សកើនឡើង2នាក់ទៀតឡានខ្ញុំជាឡានស្ពណ៌មានតែ4កៅអីទេបើពួកអ្នកមកប្រហែលជាត្រូវតង់លើដំបូលឡានហើយហាលោកចាំងនិយាយត្រូវហើយតើមនុស្ស2នាក់នេះអាចជិះឡានស្ពណ៌ដ៏ប្រណិតរបស់អ្នកបានដោយរបៀបណាមិនបាច់ទេខ្ញុំមានឡានរបស់ខ្ញុំព្រះអើយហើយអ្វីឡានផ្ទះរបស់អ្នកធំជាងមុនថែមទាំងបានដំឡើងឧបករណ៍ការពារការបុកនៅខាងមុខទៀតឈឿនវឹងតើអ្នកទៅតែរករឿងបន្លាស់មកកែច្នៃមែនទេនៅក្នុងសម័យកាលដ៏វឹកវរនេះរឿងប្រព័ន្ធមួយនេះមិនអាចឲ្យអ្នកទី2ដឹងបានឡើយបាទគឺខ្ញុំជាអ្នកកែច្នៃវាពិតជាអស្ចារ្យណាស់មានឡានផ្ទះដែលដំឡើងឧបករណ៍ការពារការបុកមួយគ្រឿងសុវត្ថិភាពវាខ្ពស់ជាងឡានស្ពណ៌ទៅទៀតបើជួបហ្វូងសត្វចម្លែកពិតមែនឡានស្ពណ៌មិនខុសអីពីក្រដាសទេកុំចេះតែអួតពេកត្រឹមតែរយៈពេលខ្លីប៉ុណ្ណឹងអ្នកអាចកែច្នៃឡានចាស់មួយនេះបានដល់ថ្នាក់នេះមានតែស្រីល្ងងទេដែលចាញ់បោកអ្នកបើអ្នកចង់ទៅជាមួយពួកយើងអ៊ីចឹងសម្ភារដែលអ្នកប្រមូលបានពីមន្ទីរពេទ្យត្រូវតែយកមកចែកគ្នាខ្លះហើយពិតមែនហើយមិនអាចស៊ីដាច់ម្នាក់ឯងបានទេមិញមិនទៅតែថាពួកយើងគ្មានកន្លែងអង្គុយត្រូវតង់លើដំបូលឡានទេចុះមិនក៏ឥឡូវមកនិយាយថាទៅជាមួយគ្នាវិញតែឃើញដល់មុខមាត់បងឡងនេះយកទៅចុះប្រញាប់ចេញដំណើរទៅបងវែងលឺយួនម្នាក់នោះពិតជាគ្មានកេរ្តិ៍ខ្មាស់មែនទាំងដែលគេជាអ្នកដណ្ដើមឡានបងថែមទាំងថាបងជំពាក់ជីវិតគេទៀតកុំយកសម្ដីពួកអត់ប្រយោជន៍មកដាក់ក្នុងចិត្តអីអ្វីដែលសំខាន់បំផុតពេលនេះគឺត្រូវទៅឲ្យដល់ជំរកនៅភាគខាងត្បូងក្រុងបាទបងហ្វឹងនិយាយត្រូវហើយមិនក៏ស្រាប់តែឈប់ឡានចឹងឬមួយក៏មានរឿងអីនៅខាងមុខអាឡយឡានស្អីក៏ចាស់ម្លេះស៊ីសាំងខ្លាំងម្លេះមានរឿងអីឡានចិត្តអស់សាំងហើយតាមផែនទីបង្ហាញថាប៉ុស្តិ៍ចាក់សាំងដែលនៅជិតបំផុតគឺនៅឆ្ងាយដល់ទៅ3គីឡូម៉ែត្រមិនមែនទេបើខ្ញុំចាំមិនខុសទេបត់ឆ្វេងនៅខាងមុខនោះមានប៉ុស្តិ៍ចាក់សាំងតូចមួយនៅចម្ងាយប្រហែល1000ម៉ែត្រអាអ្នកដឹកជញ្ជូនអីវ៉ាន់ម្នាក់តើដឹងស្អីខ្លះទៅឬមួយឯងចេះដឹងជាងផែនទីទៅទៀតព្រោះតែខ្ញុំជាអ្នកដឹកជញ្ជូនអីវ៉ាន់នឹងហើយបានជាគ្រប់ច្រកល្ហកក្នុងក្រុងនេះខ្ញុំសុទ្ធតែធ្លាប់ទៅទាំងអស់រាល់ទីកន្លែងទាំងអស់ខ្ញុំសុទ្ធតែស្គាល់ច្បាស់ប៉ុស្តិ៍ចាក់សាំងគឺនៅត្រង់នោះឯងជឿមិនជឿក៏តាមចិត្តខ្ញុំជឿអ្នកឥឡូវក៏គ្មានវិធីណាដែលល្អជាងនេះដែរយើងសាកល្បងមើលទៅអាល្អិតបើឯងនិយាយខុសកុំបន្ទោសថាខ្ញុំមិនគួរសមអសោះ
អ្នកពិតជាខ្លាំងមែននៅទីនេះមានស្ថានីយ៍ប្រេងឥន្ធនៈពិតមែនស្ថានីយ៍ប្រេងឥន្ធនៈនេះតូចទេទើបតែបើកបានមិនដល់2ថ្ងៃផងប្រហែលជាមិនទាន់បានដាក់បង្ហាញលើផែនទីទេត្រឹមតែជាអ្នកដឹកជញ្ជូនអាហារម្នាក់ដឹងរឿងទាំងនេះមានអីអស្ចារ្យទៅចុះអ្នកដឹកជញ្ជូនអាហារហើយមិនទៅនោះក៏ជាការរកស៊ីដោយសមត្ថភាពខ្លួនឯងដែរម្យ៉ាងទៀតបើមិនមែនដោយសារបងវែងនាំផ្លូវពួកអ្នកឥឡូវនេះនៅរុញឡានតាមផ្លូវនៅឡើយទេតាំងពីពេលណាមកដល់ពេលអ្នកជីគីលៀនបថៃការទុចម្នាក់មកនិយាយនៅទីនេះខ្ញុំប្រាប់ឲ្យដឹងចុះ Rangel របស់យើងនេះគឺជាក្មួយប្រុសបង្កើតរបស់ប្រធានជំរកសុវត្ថិភាពតំបន់ខាងត្បូងជឿអត់ថាដល់ពេលនោះគេមិនឲ្យពួកអ្នកចូលក្នុងជំរកទេមានអីអស្ចារ្យទៅយ៉ាងហោចណាស់ខ្ញុំជាគីលៀនបថៃការម្នាក់ក៏ចេះដឹងគុណគេដែរចំណែកឯងវិញជាអាចបម្រើគេដែលលួចឡានអ្នកអត់ទេមានមុខមកនិយាយអីនៅទីនេះទៀតឯងនិយាយពីអ្នកណាកុំឆ្លោះគ្នាអីពួកគេមកដល់ហើយពិតមែនហើយពួកសត្វចម្លែកទាំងនេះកំពុងតែវិវត្តខ្លួនឥតឈប់ឈរថ្ងៃក្រោយប្រកាសជាមានសត្វចម្លែកដែលគួរឲ្យខ្លាចជាងនេះទៀតនាងក្មេងស្អុយអ្នកណាអនុញ្ញាតឲ្យអញលួចផឹកជាមួយអញទៅងាប់ទៅឡើងឡានឲ្យលឿនឡើងឆេនវែងអ្នកធ្វើបែបនេះដោយចិត្តណាមែនទេបើមិនមែនព្រោះតែអ្នកនាំពួកយើងមកស្ថានីយ៍ប្រេងឥន្ធនៈទេនោះពួកយើងទាំងអស់គ្នាប្រហែលជាស្លាប់ដោយសារអ្នកទៅហើយគ្រប់គ្រាន់ហើយបើមិនមែនព្រោះតែឆេនវែងរកស្ថានីយ៍ប្រេងឥន្ធនៈឲ្យពួកយើងទេរថយន្តពួកយើងទាំងអស់គ្នានឹងខូចនៅតាមផ្លូវមិនខានគ្មាននរណាម្នាក់ដឹងទេថាស្រាប់តែមានហ្វូងថ្មឆៅលេខមុខមកទីនោះបានហើយកុំឆ្លោះគ្នាអីសំខាន់គឺគ្រប់គ្នាមានសុវត្ថិភាពមេឃចិត្តងឹតហើយថ្ងៃនេះពួកយើងសម្រាប់នៅផ្សារទំនើបនេះសិនទៅ Rangel តើអ្នកមិនអីទេមើលទៅទឹកមុខអ្នកមិនសូវល្អសោះតើអ្នកភ័យខ្លាចរឿងមិញមែនទេផ្សារទំនើបនេះធំគួរសមដែរប្រហែលជាអាចរករបស់ល្អបានច្រើនខំប្រឹងរកសម្ភារៈនៅទីនេះឲ្យអស់ពីសមត្ថភាពទៅប្រហែលជាអាចរកបានរបស់ល្អជាច្រើនទៀត Rangel បើអ្នកមិនស្រួលខ្លួនឲ្យខ្ញុំមើលថែអ្នកចុះយប់នេះខ្ញុំនឹងយាមឲ្យអ្នកសម្រាប់ឲ្យស្រួលខ្លួនទៅបានហើយក្មេងម្នាក់នេះចេះដឹងកាលៈទេសៈល្អណាស់ចាំដល់កន្លែងសុវត្ថិភាពសិនចាំខ្ញុំឲ្យពួកខ្ញុំរៀបចំតំណែងតូចមួយឲ្យអញធ្វើអរគុណលោកប្រុសចាងអ៊ីចឹងចាប់ពីពេលនេះទៅខ្ញុំសូមផ្ញើជីវិតនឹងលោកហើយអត្រាទទួលបានសម្ភារៈកើនឡើងថ្មពើធ្លាក់មកគុណនឹង2លូដែកគុណនឹង3អាហារកំប៉ុងគុណនឹង2តើអ្នកចង់យកសម្ភារៈដែលទទួលបានទៅផ្សំបញ្ចូលគ្នាដែរឬទេដើម្បីយកទៅអាប់ដេតរថយន្តផ្ទះនិងអាវុធបន្ទាប់ពីអាប់ដេតរថយន្តផ្ទះរួចនឹងទទួលបានបន្ទះសូឡាដាក់លើដំបូលព្រមទាំងអាចដំឡើងមុខងារការពារមូលដ្ឋានបានទៀតមិននឹកស្មានថាអាចអាប់ដេតបានលឿនបែបនេះសោះអាមួយនេះប្រើស្រួលជាងកាំបិតយោធាទៅទៀតឯងកាត់អីហ្នឹងមិនអីទេមែនទេមិនមែនរឿងឯងទេចេញឲ្យឆ្ងាយពីខ្ញុំទៅចេញទៅឆ្ងាយចាំងហ្វឹងពេលនេះទើបនឹកឃើញចង់ធ្វើល្អដាក់លោកប្រុសចាំងមែនទេហួសពេលហើយលោកប្រុសចាំងមានខ្ញុំមើលថែគឺគ្រប់គ្រាន់ហើយភ្លេចវាចុះខ្ញុំខ្ជិលខ្វល់ពីពួកឯងណាស់អ្នកទាំងអស់គ្នាភ្ញាក់ឡើង
មកយកអាវុធពីខ្ញុំមកចាំងឈៀនតាមពិតទៅពេលនៅស្ថានីយ៍ប្រេងឥន្ធនៈគាត់ត្រូវបានគេខំរួចទៅហើយនឹងឯងមែនទេយ៉ាងឆែនប្រញាប់ដៃឡើងគាត់គឺជាយ៉ាងឆែនតាគាត់មិនមែនជាយ៉ាងឆែនទៀតទេមេរោគខ្មោចឆៅកំពុងតែរាលដាលឥតឈប់ឈរបើមិនកាត់ដៃនេះចោលភ្លាមទេនោះអ្នកនឹងក្លាយទៅជាដូចយ៉ាងឆែនអីចឹងទេដកថយប្រញាប់ដកថយការកាត់ដៃនេះគឺទាន់ពេលវេលាណាស់មកដល់ពេលនេះគាត់នៅមិនទាន់មានសញ្ញាណខ្លាចជាខ្មោចឆៅនៅឡើយទេប៉ុន្តែយើងមិនអាចធានាបានទេថាគ្មានមេរោគសេះសល់ក្នុងឈាមត្រូវតាមដានមើលជានិច្ចសំខាន់ឲ្យតែអាចសង្គ្រោះជីវិតគាត់បានសិនគឺល្អហើយដៃរបស់ខ្ញុំគឺអ្នកដែលកាត់ដៃខ្ញុំអ្នកត្រូវបានយ៉ាងឆែនខំបើមិនកាត់ចោលអ្នកនឹងក្លាយជាខ្មោចឆៅនរណាឲ្យអ្នកមកចេះដឹងរឿងខ្ញុំសុខចិត្តស្លាប់នៅពេលនោះទៅវិញទេប្រសើរជាងត្រូវក្លាយជាមនុស្សពិការបែបនេះលីយួនចូលស្ងប់អារម្មណ៍ចុះចេញទៅមេក្រុមឡងអ្នកមិនអីទេមានអ្វីមិនប្រក្រតីហើយម៉េចបានជាលូយួនប្រើតែដែមខាងក៏ខ្លាំងម្ល៉េះឬមួយក៏មេរោគស៊ុំប៊ីនៅតែក្នុងខ្លួនគេនេះជាកាំភ្លើងពិតក្របពិតណាចង់សាកទេអ្នកទៅរកកាំភ្លើងមកពីណាសំណាងល្អទេមិញរកឃើញសម្ភារៈក្នុងបន្ទប់ឧបករណ៍អត្រាធ្លាក់របស់របរឡើងខ្ពស់ធ្លាក់វិស្គុណ12ថ្មគុណ3ធ្លាក់កាំភ្លើងខ្លីគុណ1ក្របកាំភ្លើងគុណ500ប្រព័ន្ធពិតជាមិនធ្វើបាបខ្ញុំមែនដល់ថ្នាក់ធ្លាក់របស់ល្អបែបនេះតោះយើងជិតដល់ជម្រកសុវត្ថិភាពហើយគួរតែប្រឹងទៅឲ្យដល់គោលដៅតែម្ដងទៅអេលីសានិយាយត្រូវហើយទោះមានរឿងអ្វីក៏ចាំទៅដល់ជម្រកសិនចាំនិយាយគ្នាអាឆេនវឹងងាប់សង្ខារកុំឲ្យតែអញមានឱកាសឲ្យសោះបើមិនអញ្ចឹងអញនឹងយកជីវិតឯងមិនខានខ្ញុំទៅជម្រកសុវត្ថិភាពជាមួយអ្នកមិនបានទេខ្ញុំត្រូវទៅជួយប្អូនស្រីខ្ញុំមានរឿងអីប្អូនស្រីខ្ញុំជួបបញ្ហានៅសាលាខ្ញុំត្រូវតែទៅជួយនាងខ្ញុំថាឯងឈួតហើយសាកលវិទ្យាល័យក្រុងនៅឆ្ងាយពីទីនេះយ៉ាងហោចណាស់ក៏ត្រូវជិះឡាន2ថ្ងៃដែររងចាំដល់ពេលឯងទៅដល់ប្អូនស្រីឯងប្រហែលជាស្លាប់បាត់ទៅហើយមិនដឹងជាត្រូវពួកសត្វចម្លែកស៊ីរហូតមិនសល់សំបីតែឆ្អឹងឬអត់ទេលូយួនល្អបំផុតឯងគួរតែបិទមាត់ទៅបើអីចឹងខ្ញុំនឹងទៅជាមួយឯងមានគ្នាបន្ថែមម្នាក់ក៏មានសុវត្ថិភាពជាងដែរខ្ញុំក៏ទៅដែរសើចងាប់ហើយគ្រាន់តែជាគិលានុបដ្ឋាយិកាខ្សោយម្នាក់ក្រៅពីចាំតែរារាំងជើងគេតើធ្វើអ្វីកើតទៅទោះបីជាលូយូនិយាយស្ដីមិនសូវពីរោះស្ដាប់បន្តិចមែនប៉ុន្តែអ្វីដែលគេនិយាយគឺត្រឹមត្រូវហើយខាងមុខនេះគឺជាជម្រកសុវត្ថិភាពហើយបើពួកយើងត្រឡប់ក្រោយទៅតាមឆេនវឹងទៅសាលារៀនពេលនេះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ជាជាងទៅតាមពួកគេទៅជម្រកសុវត្ថិភាពខ្ញុំចង់ទៅជួយមនុស្សច្រើនជាងបើអ្នកទាំងអស់គ្នាសម្រេចចិត្តបែបនេះហើយសូមថែខ្លួនផងពួកឈួតអើយកុំបង្អង់យូរឡើយយើងប្រញាប់ចេញដំណើរទៅខ្ញុំបានកែច្នៃឡានផ្ទះនេះឡើងវិញហើយក្នុងកាប៊ីនឡានអាចអង្គុយបាន2នាក់ទៀតគឺនៅទីនេះឯងនេះហើយជាប្អូនស្រីរបស់ខ្ញុំនាងឈ្មោះឈឿនលីងនៅជ្រុងភ្នែកខាងស្ដាំមានស្នាមមុននេះនាងបានទូរស័ព្ទមកប្រាប់ថានឹងរងចាំនៅអន្តេវាសិកដ្ឋានដើម្បីឲ្យសាលាបញ្ជូនទៅជម្រកសុវត្ថិភាពពេលនេះនាងគួរតែនៅក្នុងអគារនេះហើយដើម្បីសន្សំសំចៃពេលវេលាយើងបែកគ្នាទៅរកចុះកន្លះម៉ោងទៀតជួបគ្នានៅមាត់ទ្វារខ្ញុំរកជាន់ទី1អញ្ចឹងខ្ញុំរកជាន់ទី2ខ្ញុំរកជាន់ទី3អ្នកទាំងអស់គ្នាប្រយ័ត្នខ្លួនផងឈឿនលីនអ្នកនៅទីនោះទេឈឿនលីនតើអ្នកមែនទេឆេនលេនកុំខ្លាចអី
បងមកជួយអ្នកជាមួយបងប្រុសរបស់អ្នកយើងចេញពីទីនេះទាំងអស់គ្នាទៅនេះជាន់ទី2លេងខូវមានគ្រោះថ្នាក់ Chen Chen លេងទម្លាក់គ្រាប់កាំភ្លើងចំនួន20ទម្លាក់ខ្សែពួរប្រវែង10ម៉ែត្រមួយទម្លាក់កញ្ចប់ថ្នាំពេទ្យទម្លាក់របារថាំពលលេងវាយតើអ្នកណែណាកុំខ្លាចអីបងមកដល់ហើយខាងក្រោមប្រហែលជាមានរឿងហើយតាមបងឲ្យចិត្តអាគារស្នាក់នៅមាន3ជាន់ពីលើដំបូលចុះមកក្រោមប្រវែងខ្សែពួរនេះគឺគ្រប់គ្រាន់ហើយទៅលើដំបូលអាគារចងខ្សែឲ្យជាប់ប្រញាប់ចុះទៅពួនក្នុងឡានផ្ទះចុះទៅលឿនឡើងចាំខ្ញុំនៅបាំងក្រោយឲ្យខ្ញុំទៅបើកឡានចាំទទួលអ្នកប្រយ័ត្នផងពួកវាចេះតែមកច្រើនឡើងបើនៅបន្តបែបនេះមិនកើតទេក្បាលបឺតប្រើសម្ភារៈផ្សំជាគ្រាប់បែកដៃផ្សំគ្រាប់បែកដៃជោគជ័យហើយមិនល្អទេខ្សែចិត្តដាច់ហើយអ្នកមិនអីទេមែនទេមិនអីទេគ្រាន់តែរបួសស្រាលទេកុំកម្រើកអីចាំខ្ញុំរុំរបួសឲ្យអរគុណឡានផ្ទះនៅត្រូវការអាប់ដេតបន្តទៀតអាវុធក៏មិនទាន់ខ្លាំងដែរត្រូវប្រញាប់រកសម្ភារៈបន្ថែមបង្កើនសមត្ថភាពប្រយុទ្ធទីនេះប្រហែលជាមានសម្ភារៈច្រើនតោះយើងចូលទៅមើលខាងក្នុងនេះជារថយន្តរបស់ក្មួយប្រុសខ្ញុំបើកទ្វារឲ្យលឿនឡើងលោកប្រធានតាមនីតិវិធីយើងនៅតែត្រូវពិនិត្យមើលសិនតើពិនិត្យអ្វីក្មួយប្រុសបង្កើតរបស់ខ្ញុំចាំបាច់ត្រូវតែឆ្លងកាត់នីតិវិធីទៀតបើដឹងដល់គេតាមមុខមាត់ខ្ញុំជាប្រធានជំរកនេះទុកនៅឯណាអនុញ្ញាតឲ្យចូលភ្លាមបាទចុះក្មួយប្រុសចាំងឈានទៅណាហើយគេទៅណាហើយជឿនវឹងនិងអ្នកផ្សេងទៀតត្រឡប់ទៅសាលារៀនដើម្បីជួយសង្គ្រោះមនុស្សពួកគេប្រកាសជាស្លាប់មិនខានឡើយបើចាំងឈានស្លាប់កាន់តែល្អយើងអាចទម្លាក់កំហុសលើអាម្នាក់នោះបានលោកគឺជាពូរបស់ចាំងឈានមែនទេចាំងឈានគេត្រូវបានគេសម្លាប់ចោលហើយតើថាអ្វីណាជារឿងដែលមិនអាចអត់អន់ឲ្យបាន
ប្រពន្ធនិងកូនរបស់ខ្ញុំសុទ្ធតែនៅក្រៅប្រទេសចាំងឈៀនគឺជាកូនតែម្នាក់គត់ដែលអូនស្រីនិងអូនថ្លៃរបស់ខ្ញុំដែលបានស្លាប់ទៅហើយបន្សល់ទុកឲ្យមិននឹកស្មានថាត្រូវមនុស្សអសិលធម៌បែបនេះសម្លាប់ចោលលោកប្រធានចាងសូមកុំសោកសៅពេកអីយើងទាំងអស់គ្នាក៏មិននឹកស្មានថាម្នាក់ឈ្មោះឈៀនវឹងនោះជាមនុស្សអាត្មានិយមបែបនេះដែរលោកមើលដៃរបស់ខ្ញុំនេះចុះក៏ព្រោះតែការពារចាងឈៀនទើបត្រូវអតិឆានឈឿនវឹងនោះកាត់ផ្ដាច់យ៉ាងឆែនគឺជាមិត្តល្អបំផុតរបស់ខ្ញុំមិននឹកស្មានដល់សោះមិននឹកស្មានដល់ថាយ៉ាងឆែនអ្នកមានមិត្តបែបនេះពិតជាសំណាងណាស់អ្នកកុំបារម្ភអីចាប់ពីពេលនេះទៅអ្នកអាចស្នាក់នៅទីជម្រកនេះដោយសុវត្ថិភាពមានខ្ញុំនៅទីនេះគ្មាននរណាម្នាក់ហ៊ានធ្វើបាបអ្នកទេចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយជាខ្នងបង្អែករបស់អ្នកណាខ្លះនៅទីនោះប្រកាសដំណឹងនេះទៅចាប់ពីថ្ងៃនេះទៅលឺយួនគឺជាប្រធានក្រុមការពារទីជម្រកបាទចាស់អរគុណច្រើនលោកប្រធានយ៉ាងខំប្រឹងធ្វើការឲ្យល្អមិននឹកស្មានដល់សោះខ្ញុំដឹងពីគុណសម្បត្តិរបស់អាឡអត់នេះហើយមិននឹកស្មានដល់លេងឡងគឺជាមនុស្សតែម្នាក់គត់ដែលដឹងការពិតត្រូវរកឱកាសកំចាត់ចោលដោយស្ងាត់អត្រាទទួលបានសម្ភារៈកើនឡើងទទួលបានគ្រឿងបន្លាស់ចំនួន10ទទួលបានបន្ទះដែកចំនួន25ទទួលបានខ្សែភ្លើងចំនួន20កំពុងតែដំឡើងរថយន្តផ្ទះចល័តការដំឡើងបន្ទះដែកពង្រឹងទូឡានបានរួចរាល់ការដំឡើងរុនសម្រាប់បាញ់បានរួចរាល់ការដំឡើងរថយន្តបានបញ្ចប់ហើយការដំឡើងអាវុធបានបញ្ចប់ហើយលើកនេះសមត្ថភាពប្រយុទ្ធកើនឡើងខ្លាំងមែនទែនចាំខ្ញុំមើលបន្តិចតើនៅខ្វះអ្វីទៀតប្រញាប់ចេញទៅឲ្យឆ្ងាយនេះជាទឹកដីរបស់អញកុំភ័យអីខ្ញុំគ្មានចេតនាអាក្រក់អ្វីទេកុំនិយាយច្រើនអញប្រាប់ឲ្យឯងប្រញាប់ចេញទៅឯងមិនបានឬទេម៉ាក់កូនឈឺណាស់អ្នកដែលនិយាយនោះជាកូនរបស់អ្នកមែនទេគាត់កាត់អីទៅអ្នកអាចជួយបានពិតមែនឬជឿជាក់លើខ្ញុំចុះកុំបារម្ភអីក្មេងតូចញ៉ាំថ្នាំផ្ដាសាយរួចហើយក៏ស្រកកម្ដៅដែរកូនក្នុងផ្ទៃរបស់អ្នកក៏មានសុខភាពល្អដែរគ្រាន់តែសម្រាប់ឲ្យបានច្រើននិងឆាប់ជាសះស្បើយក្នុងពេលឆាប់នេះរឿងមិញនេះខ្ញុំពិតជាសុំទោសផងខ្ញុំឈ្មោះចៅយ៉ងពីមុនខ្ញុំធ្វើជាអង្គរៈនេះគឺជាប្រពន្ធខ្ញុំឈ្មោះយ៉ាងយុនឈៀនហើយនេះកូនប្រុសខ្ញុំចៅសៀវហៃអ្វីដែលខ្ញុំបានធ្វើមិញនេះសូម្បីតែខ្ញុំក៏មិននឹកស្មានដល់ដែរអ្នកនៅទីនេះទៀតឬ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 អ្វីដែលខ្ញុំបានធ្វើមិញនេះគឺគ្រាន់តែចង់ការពារពួកគេប៉ុណ្ណោះមិនអីទេខ្ញុំយល់ឥឡូវនេះអ្នកទាំង4អ្នកជាគ្រួសារតែមួយហើយពួកខ្មោចឆៅកាន់តែច្រើនឡើងការស្នាក់នៅទីនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ស៊ូសម្រាប់នៅទីនេះមួយយប់សិនទៅស្អែកចាំចេញដំណើរទៅជាមួយពួកយើងទៅកាន់ជម្រកនៅទីខាងត្បូងក្រុងតើអាចទៅរួចពិតមែនឬបងប្រុសខ្ញុំគាត់ជាមនុស្សចិត្តល្អណាស់ចាប់ពីពេលនេះទៅយើងនឹងរួមសុខរួមទុក្ខជាមួយគ្នាអរគុណខ្លាំងណាស់អរគុណអ្នកទាំងអស់គ្នាអរគុណបងឆែនវែងលយខ្លាំងណាស់នេះជារថយន្តរបស់អ្នកមែនទេមែនហើយខ្ញុំបានកែច្នៃវាទៅជារថយន្តស៊ើបការប្រដាប់អាវុធវាមានសមត្ថភាពវាយប្រហារនិងកម្លាំងសម្លាប់ខ្លាំងគួរសមហើយបើកឡានផ្ទះនេះធ្វើដំណើរមានសុវត្ថិភាពជាងមុនច្រើនណាស់យ៉ាងឈិននិងឆែវហែនៅជាន់ទី1លិននិងលេនខោនៅខាងក្រោយជួយមើលថែពួកគេអាឡេសែទទួលបន្ទុកបើកបរទេលវងមានបទពិសោធន៍ប្រយុទ្ធទទួលបន្ទុកអាវុធជាន់ទី2ខ្ញុំនៅជាន់លើទទួលបន្ទុកការងារស៊ើបការចេញដំណើរឆែនវែងក្នុងឡានមានទាំងស្ត្រីមានផ្ទៃពោះនិងក្មេងតើយើងគួរឈប់សម្រាកបន្តិចទេឈប់មិនបានទេពួកយើងមានរឿងមិនស្រួលហើយហ្វូងសត្វចម្លែកទាំងនេះមិនមែនកំពុងរត់ផ្ដេសផ្ដាស់ទេគឺពួកវាមានគំនិតចង់ឡោមព័ទ្ធពួកយើងពួកវាវិវត្តមានខួរក្បាលហើយយើងមិនអាចនៅស្ងៀមរង់ចាំស្លាប់ទេត្រូវតែវាយទម្លុះរង្វង់ឡោមព័ទ្ធរបស់ពួកវាខ្មោចឆៅនៅខាងត្បូងមានតិចជាងគេយើងត្រូវវាយទម្លុះទៅទីខាងត្បូងបាទចាស់ឈៀវហេកុំខ្លាចអីយើងត្រូវជឿជាក់លើបងឆាន់វែងគាត់ប្រកាសជាអាចដឹកនាំអ្នកទាំងអស់គ្នាទៅដល់ជម្រកដោយសុវត្ថិភាពពិតមែនហើយយើងនឹងមិនអីទេរយៈចម្ងាយនៅសល់50ម៉ែត្រទៀតចំនួនគ្រាប់កាំភ្លើងមានកំណត់ត្រូវតែរងចាំដល់ឱកាសល្អបំផុត30ម៉ែត្រ20ម៉ែត្រ10ម៉ែត្របាញ់គៀបសង្កត់ភ្លាម
សំណាងហើយដែលខ្ញុំត្រៀមខ្លួនទុកមុនខ្ញុំបានប្រើប្រព័ន្ធសំយោគគ្រាប់បែកដែលមានកម្លាំងផ្ទុះខ្លាំងទុកជាមុនឥឡូវនេះឲ្យពួកអាខ្មោចឆៅទាំងនេះបានភ្លួររសជាតិគ្រាប់បែកថ្មីនេះមើលខ្ញុំខ្លាចថាខ្ញុំចិត្តសម្រាលកូនហើយប្រហែលជាមកពីការភ័យខ្លាចខ្លាំងពេកបងស្រីលៀងកំពុងមានសញ្ញាសម្រាលមុនកំណត់បើតាមផ្លូវដែលយើងកំពុងទៅនេះបន្ទាប់ពីទម្លុះហ្វូងខ្មោចឆៅរួចយើងនឹងទៅដល់កន្លែងសុវត្ថិភាពប៉ុន្តែយ៉ាងយន្តឈានរងចាំយូរទៀតមិនបានទេចៅយ៉ងអៃលីសាយ៉ាងយន្តឈានប្រហែលជាចិត្តសម្រាលកូនហើយយើងត្រូវតែទម្លុះហ្វូងខ្មោចឆៅនេះភ្លាមដើម្បីទៅមន្ទីរពេទ្យសម្ពុដែលនៅជិតបំផុតគ្មានបញ្ហាអីគេយន្តឈានចិត្តសម្រាលហើយមែនទេអាពួកខ្មោចឆៅមិនទាន់ងាប់ពួកឯងចង់យ៉ាងម៉េចមកចៅយ៉ងនៅទីម៉ោង1មានខ្មោចឆៅកំពុងវារមកពីចំហៀងហើយនេះជាគ្រាប់បែកចុងក្រោយហើយមិនខ្វល់ទេចន្លោះប្រហោងនៃរង្វង់ឡោមព័ទ្ធត្រូវបានបើកហើយអាលីសាឥឡូវនេះហើយរត់ទៅចូលក្នុងរង្វង់សុវត្ថិភាពបានសម្រេចហើយប្រញាប់ទៅមន្ទីរពេទ្យសម្ពុដែលនៅជិតបំផុតភ្លាមប្រើកម្លាំងបន្តិចមកមិនបានហូបបាយមែនទេបាទលោកមេបញ្ជាការលូកុំបារម្ភអីអាលីងឡុងនោះនៅក្នុងគុកវាស្ងប់ស្ងាត់ល្អណាស់បងប្អូនយើងទាំងអស់គ្នាកំពុងតាមដានវាអត់ហ៊ាននិយាយផ្ដេសផ្ដាសទេអាលីងឡុងមួយនឹងខ្ញុំមិនដាក់វាក្នុងភ្នែកផងបាទលោកមេបញ្ជាការលូតែវាជាមនុស្សដែលលោកនាយកចាងឲ្យតម្លៃតើអាចយកទៅប្រៀបធៀបជាមួយពួកកំទេចកំទីនោះបានយ៉ាងម៉េចលោកមេបញ្ជាការលូមិនល្អហើយភ័យស្លន់ស្លោរឿងអីមានការផ្ទុះធំមួយនៅចម្ងាយ800គីឡូម៉ែត្រទំហំនៃការផ្ទុះមិនតូចទេសង្ស័យថាប្រហែលជានៅមានអ្នករស់រានមានជីវិតផ្សេងទៀតក្នុងទីក្រុងលោកមេបញ្ជាការតើយើងគួរបញ្ជូនមនុស្សទៅជួយទេអ្នកឈួតទៅហើយមែនទេកាន់តែទទួលមនុស្សចូលក្នុងជម្រកច្រើនស្បៀងអាហារក៏កាន់តែមិនគ្រប់គ្រាន់ដែរទោះបីជាមានអ្នកនៅរស់ក៏ដោយចុះវាពាក់ព័ន្ធអីនឹងពួកយើងចាំបាច់ទៅជួយធ្វើអីបាទមេក្រុមលូនិយាយត្រូវហើយហេតុអ្វីបានជាគាត់កាន់តែឆេវឆាវទៅហាក់ដូចជាគាត់កាន់តែខ្លាំងជាងមុនទៀតការផ្ទុះនៅចម្ងាយ800គីឡូម៉ែត្រនោះតើអាចមកពីអាល្អិតឈិនវឹងនោះធ្វើទេមិនអាចទៅរួចទេសត្វចម្លែកនៅខាងក្រៅច្រើនម្លេះគាត់មិនអាចនៅរស់បានទេលូយួនថ្មីនេះមនុស្សក្នុងជម្រកមានច្រើនពេកហើយស្បៀងអាហារមិនគ្រប់គ្រាន់ឡើយអ្នកនាំមនុស្សទៅដោះស្រាយពួកចាស់ជរានិងអ្នកជំងឺទាំងនោះទៅដោះស្រាយទៀតហើយកាលពីម្សិលមិញទៅតែដោះស្រាយមួយក្រុមឥឡូវមកទៀតហើយមនុស្សដែលរត់មកជម្រកកាន់តែច្រើនឡើងមនុស្សក្នុងជម្រកកាន់តែច្រើនឡើងបើមិនដោះស្រាយមនុស្សលើសចំណុះទាំងនោះទេតើពួកយើងយកអ្វីហូបឬមួយអ្នកធ្វើជាប្រធានក្រុមការពារបានប៉ុន្មានថ្ងៃក៏ភ្លេចខ្លួនឯងទៅហើយកុំភ្លេចឲ្យសោះតើអ្នកណាជាអ្នកលើកដំកើងអ្នកឲ្យមកដល់តំណែងនេះលើកដំកើងអ្នកគ្រាន់តែប្រើខ្ញុំឲ្យធ្វើការកខ្វក់ដែលមើលមុខគេមិនកើតជំនួសអ្នកប៉ុណ្ណោះអ្នកគិតថាអ្នកជានរណាក៏គ្រាន់តែជាមនុស្សឥតប្រយោជន៍ដែលដាច់ដៃម្នាក់ប៉ុណ្ណោះបើគ្មានខ្ញុំអ្នកប្រហែលជាខ្លាចជាចំណីឲ្យពួកសត្វចម្លែកនៅខាងក្រៅយូរហើយខ្ញុំប្រាប់ឲ្យដឹងចុះនៅខាងក្រៅមានមនុស្សច្រើនណាស់ដែលចង់ធ្វើការឲ្យខ្ញុំបើអ្នកមិនព្រមទេនោះអ៊ីចឹងក៏ឆាប់នេះចូលរមៀលខ្លួនចេញពីជម្រកនេះទៅខ្ញុំនិយាយថាអ្នកគ្រាន់តែជាមនុស្សឥតប្រយោជន៍ដែលអន់ជាងឆ្កែទៅទៀតកុំចូលមកកុំសម្លាប់ខ្ញុំជម្រកនេះខ្ញុំចែកឲ្យអ្នក1/2យកទេពាក់កណ្ដាល7/10 7/10ខ្ញុំឲ្យអ្នកទាំងអស់អ្វីដែលខ្ញុំចង់បានគឺទាំងអស់ឥឡូវនេះជម្រកនេះជាកម្មសិទ្ធិរបស់ខ្ញុំហើយមិនក៏នៅស្ងៀមឈឹងអត់មានដំណឹងអ្វីសោះកុំតានតឹងពេកអីលីនសៀមានបទពិសោធន៍ច្រើនណាស់ពុករួមទាំងមានលីនជួយទៀតមិនអីទេកុំបារម្ភខ្ញុំដឹងហើយ
សូមអបអរសាទរដែលទាំងម្ដាយទាំងកូនមានសុវត្ថិភាពខ្ញុំទៅមើលយន្តឈានបន្តិចឯលីសាយ៉ាងយន្តឈានទើបតែសម្រាលកូនរួចនាងត្រូវការសម្រាកសិនចាំ5ថ្ងៃទៀតសឹមយើងចេញដំណើរអ្នកនៅចាំទីនេះទៅខ្ញុំទៅរកស្បៀងនៅក្បែរនេះទុកចិត្តចុះទីនេះប្រគល់ឲ្យខ្ញុំមើលចុះបង្កើនអត្រាធ្លាក់ថ្នាំពេទ្យចំនួន15ដងល្បឿននៃការវិវត្តរបស់ពួកសត្វចម្លែកកាន់តែលឿនទៅឥឡូវក្នុងក្រុមយើងមានទារកម្នាក់ទៀតហើយខ្ញុំត្រូវតែប្រញាប់ដំឡើងកម្រិតរថយន្តផ្ទះនិងអាវុធដើម្បីទៅដល់ជម្រកឲ្យបានឆាប់បំផុតទទួលបានគ្រាប់រ៉ុកកែតសម្រាប់ទាហានម្នាក់តើអ្នកចង់ប្រើប្រាស់សម្ភារៈដែលប្រមូលបានដើម្បីដំឡើងរថយន្តនិងអាវុធដែរឬទេការដំឡើងកាំភ្លើងវែងទៅជាកាំភ្លើងយន្តធុនស្រាលបានបញ្ចប់ហើយទូឡានត្រូវបានបំពាក់ដោយគ្រឿងសឹកពេញលេញសំបកកង់ត្រូវបានពង្រឹងដោយសមត្ថភាពការពារគ្រាប់ការដំឡើងស្ថានីយអាវុធនៅលើដំបូលឡានបានបញ្ចប់ហើយការដំឡើងរថពាសដែកធុនស្រាលបានបញ្ចប់រួចរាល់អ្វីគ្រប់យ៉ាងបានរៀបចំរួចរាល់អស់ហើយដល់ពេលត្រូវចេញដំណើរហើយឡើងឡានមកយើងត្រូវព្យាយាមធ្វើដំណើរទៅដល់ជម្រកឲ្យបានក្នុងពេលតែមួយអ្នកទាំងអស់គ្នានៅឲ្យស្ងៀមចេញដំណើរកាលពីមុនពេលដែលចាងហ្វូឈៀងបញ្ជាឲ្យខ្ញុំកំចាត់ពួកអ្នករស់រានមានជីវិតទាំងនោះចោលខ្ញុំក៏បានដឹងថាពួកខ្មោចឆៅទាំងនេះមិនមានភាពយុត្តិធម៌ទេប្រហែលជាដោយសារតែមេរោគនៅក្នុងខ្លួនខ្ញុំទើបពួកគេចាត់ទុកខ្ញុំជាពួកដូចគ្នាចាប់តាំងពីថ្ងៃនោះមកខ្ញុំក៏ចាប់ផ្ដើមចិញ្ចឹមពួកគេកងទ័ពខ្មោចឆៅទាំងនេះគឺជាអាវុធដ៏ល្អបំផុតសម្រាប់ខ្ញុំក្នុងការគ្រប់គ្រងជម្រកនៅពេលអនាគតលូយួនអាត្រឆានឯងនឹងទទួលបានផលកម្មមិនខានទេផលកម្មសម្រាប់ដូចឯងហ៊ាននិយាយរឿងផលកម្មជាមួយអញផងនេះគឺជាអាហារដែលយកមកឲ្យពួកឯងញ៉ាំឲ្យឆ្អែតទៅមានអ្នករស់រានមានជីវិតថ្មីបើករថយន្តកំសាន្តមកដល់ជម្រកហើយរថយន្តកំសាន្តកុំប្រាប់ថាជាឆេនវែងណាមិនអាចទៅរួចទេពួកឆេនវែងប្រកាសជាស្លាប់ក្នុងហ្វូងខ្មោចឆៅតាំងពីយូរមកហើយអ្នករស់រានមានជីវិតទាំងនេះមកចំពេលល្អណាស់មកផ្ដល់អាហារឲ្យកងទ័ពខ្មោចឆៅរបស់ខ្ញុំពួកយើងជាអ្នករស់រានមានជីវិតនៅក្នុងក្រុងបានខំធ្វើដំណើរមកដល់ជម្រកនៅភាគខាងត្បូងក្រុងហេតុអ្វីបានជាអ្នកមិនព្រមបើកផ្លូវឲ្យពួកយើងចូលលោកប្រធានយ៉ែងបានចេញបញ្ជាមកមិនអនុញ្ញាតឲ្យអ្នករស់រានមានជីវិតថ្មីចូលមកទេមនុស្សច្រើនពេកហើយសម្ភារៈមិនគ្រប់គ្រាន់សម្រាប់ចែកគ្នាទេជម្រកនេះពេញណែនអស់ហើយពួកអ្នកឆាប់ទៅឲ្យឆ្ងាយទៅពួកយើងខំប្រឹងរត់គេចមកតាមផ្លូវយ៉ាងលំបាកហេតុអ្វីបានជាអ្នកធ្វើបែបនេះប្រពន្ធខ្ញុំទើបតែសម្រាលកូនរួចទេខ្ញុំមិនខ្វល់ទេថ្នាក់លើបានបញ្ជាមកពួកអ្នកនៅមានសិទ្ធិសម្ជាមនុស្សដែរទេពួកយើងជាមនុស្សរស់មិនមែនជាខ្មោចឆៅទេប្រញាប់នាំកូនចូលក្នុងឡានផ្ទះទៅមេបញ្ជាការលូមានមនុស្សម្នាក់ឈ្មោះចិនហ្វឹងបាននាំគ្នាមកបង្កចំនួននៅកន្លែងជ្រកកោនអីគេចិនហ្វឹងមេបញ្ជាការលូមិនបាច់បារម្ភទេយើងបានធ្វើតាមបញ្ជារបស់ប្រធានចាំងមិនបានឲ្យក្រុមនោះចូលមកទេប្រធានចាំងហីគាត់បានស្លាប់បាត់ទៅហើយប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងទៅប្រធានចាំងបានកើតជំងឺភ្លាមដូច្នេះចាប់ពីពេលនេះទៅខ្ញុំនឹងគ្រប់គ្រងកន្លែងជ្រកកោននេះទាំងមូលបាទគឺឯងមែនទេមិននឹកស្មានថាឯងនៅមានជីវិតសោះបើមិនមែនព្រោះតែឯងទេនោះក៏ខ្ញុំមិនខ្លាចជាបែបនេះដែរក្នុងពេលដែលថ្ងៃនេះឯងមកដល់ទីនេះដោយខ្លួនឯងកុំបន្ទោសខ្ញុំដែលត្រូវសម្លាប់ឯងដោយដៃខ្លួនឯងឲ្យសោះគេអាចគេចផុតពីក្របកាំភ្លើងបានយ៉ាងម៉េចទៅស្ថានភាពរបស់លូយួនពេលនេះមើលទៅមិនមែនជាមនុស្សទៀតហើយហេតុអ្វីបានជាមានរបស់បែបនេះមិញនេះខ្ញុំគ្រាន់តែបាញ់ខុសដោយចិត្តណាទេគ្របក្រោយខ្ញុំមិនបាញ់ខុសទៀតទេ
កុំសម្លាប់ខ្ញុំអីខ្ញុំខុសហើយមិញនេះគ្រាន់តែជាការយល់ច្រឡំទេពួកឯងនៅឈរស្ងៀមធ្វើអីឆាប់មកសុំទោសគេភ្លាមលោកបងពួកយើងខុសហើយមិញនេះពួកយើងមិនបានតាំងចិត្តទេគឺលោកប្រធានយ៉ាងវីចិនជាអ្នកបញ្ជាមកទេពួកយើងគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះមែនហើយដោយសារតែក្នុងជំរកពេញអស់ហើយទើបពួកយើងមិនអាចទទួលអ្នករស់រានមានជីវិតថ្មីបានពួកវាភូតកុហកទេខ្ញុំបានឃើញផ្ទាល់ភ្នែកលឺយួននិងយ៉ាងវីចិនដើម្បីតែចង់បានធនធានក្នុងជំរកតែម្នាក់ឯងដល់ថ្នាក់ហ៊ានចាប់មនុស្សចាស់ដែលគ្មានកម្លាំងតស៊ូនិងក្មេងទាំងអស់យកទៅដាក់គុកដើម្បីឲ្យពួកវាត្រូវសត្វចម្លែកស៊ីទង្វើតិរច្ឆានបែបនេះពិតជាមិនអាចអត់អន់ឲ្យបានឡើយមិននឹកស្មានថាមានរឿងបែបនេះសោះលេនឡងអាមនោះអាក្រក់វាប្រកាសជាត្រឡប់មកវិញតាមរថភ្លើងរបស់ខ្ញុំហើយលឺយួនឯងត្រូវតែស្លាប់ហ៊ានធ្វើរឿងអាក្រក់ដែលគ្មានសីលធម៌បែបនេះឆេនវែងខ្ញុំខុសហើយខ្ញុំដឹងថាខ្ញុំខុសមែនហើយប៉ុន្តែខ្ញុំក៏ត្រូវបានគេបង្ខំដែរបើខ្ញុំមិនធ្វើបែបនេះទេនោះរែងឆេងនឹងសម្លាប់ខ្ញុំក៏គ្មានជំរឿអ្វីដែរអ្នកមើលដៃខ្ញុំនេះចុះខ្ញុំវេទនាខ្លាំងណាស់ហើយឆេនវែងសូមមេត្តាទុកផ្លូវរស់ឲ្យខ្ញុំផងភ្លេចវាចុះខ្ញុំនឹងមិនសម្លាប់អ្នកទេប៉ុន្តែការពិតគឺអ្នកបានជួយមនុស្សអាក្រក់អ្នកចាក់ចេញពីជំរកនេះទៅអរគុណដែលមិនសម្លាប់ខ្ញុំឆេនវែងចាំមើលពេលខ្ញុំនាំកងទ័ពខ្មោចឆៅរបស់ខ្ញុំមកដល់ពេលនោះខ្ញុំមិនត្រឹមតែយកជីវិតអ្នកទេថែមទាំងឲ្យមនុស្សទាំងមូលក្នុងជំរកនេះចុះចូលនឹងខ្ញុំទៀតមេក្រុមឡងរបួសលើខ្លួនអ្នកយ៉ាងម៉េចហើយគ្រាន់តែជារបួសក្រៅខ្លួនទេមិនងាយស្លាប់ទេតែនឹកស្មានមិនដល់ថាអ្នកអាចនាំមនុស្សច្រើនបែបនេះមកដល់ជំរកបានពិតជាមិនងាយស្រួលឡើយមែនហើយផ្លូវនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់រឿងគុកដែលអ្នកនិយាយថាបានឃើញផ្ទាល់ភ្នែកនោះតើវាមានស្ថានភាពបែបណាលូយូនបានឃុំខ្ញុំជាមួយមនុស្សចាស់និងក្មេងក្នុងកាប៊ីនឡានដើម្បីដឹកទៅគុកឲ្យពួកសត្វចម្លែកស៊ីខ្ញុំឃើញផ្ទាល់ភ្នែកថាលូយូនមិនបានការពារខ្លួនអ្វីទាំងអស់គេដើរចូលទៅក្នុងហ្វូងសត្វចម្លែកផ្ទាល់តែម្ដងតែចម្លែកនោះគឺពួកសត្វចម្លែកទាំងនោះមិនវាយប្រហារគេឡើយផ្ទុយទៅវិញពួកវាបែរជារោមជុំវិញគេដូចជាកំពុងតែចាត់ទុកគេជាពួកម៉ាក់ដូចគ្នាអញ្ចឹងពិតដូចអ្វីដែលខ្ញុំបានប៉ាន់ស្មានទុកមែនទោះបីជាការដាច់ដៃការនោះជួយឲ្យគេរួចជីវិតក៏ដោយប៉ុន្តែវីរុសក្នុងខ្លួនគេមិនទាន់ត្រូវបានកម្ចាត់អស់ទេទើបពួកសត្វចម្លែកចាត់ទុកគេជាពួកដូចគ្នាចុះតែថ្ងៃក្រោយគេនឹងរកវិធីមកសងសឹកដែរទេរកវិធីសងសឹកវិញយើងគួរតែប្រុងប្រយ័ត្នទុកជាមុនប៉ុន្តែរឿងសំខាន់បំផុតគឺត្រូវរៀបចំឲ្យអ្នករាល់គ្នាបានសុខសាន្តចៅយ៉ុងលីនស៊ូពួកអ្នកនាំយ៉ាងយន្តឈានទៅសម្រាប់ទៅលីនលីងឯងនៅកំដរសៀវហៃទៅយើងត្រូវរៀបចំឡើងវិញនៅសម្ភារដែលនៅសល់ក្នុងជំរកនេះចាប់ពីថ្ងៃនេះទៅយើងនឹងទទួលខុសត្រូវរាល់គ្រប់យ៉ាងក្នុងជំរកនេះយើងនឹងកសាងទីនេះឲ្យក្លាយជាបន្ទាយដ៏រឹងមាំបំផុតដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅបានដោយសុវត្ថិភាពគាត់គឺជាប្រធានជំរកថ្មីតើគាត់នឹងមិនចាប់ពួកយើងទៅឲ្យខ្មោចឆៅស៊ីដែរឬទេកុំសម្លាប់ខ្ញុំអីសូមមេត្តាកុំសម្លាប់ខ្ញុំអីខ្ញុំនឹងខំប្រឹងធ្វើការលោកតាសូមក្រោកឡើងមានខ្ញុំនៅទីនេះគ្មាននរណាម្នាក់ហ៊ានធ្វើអ្វីលោកតាឡើយប្រពន្ធខ្ញុំគាត់ឈឺត្រូវបានគេនាំទៅព្យាបាលនៅមន្ទីរពេទ្យក្នុងជំរកបន្ទាប់មកក៏មិនដែលឃើញគាត់ត្រឡប់មកវិញទៀតទេខ្ញុំឬពួកអ្នកយាមនិយាយថាប្រធានយ៉ាងបានលួចកំចាត់ពួកគេចោលអស់ហើយខ្ញុំដឹងថាពួកគេទាំងអស់គ្នាត្រូវបានគេសម្លាប់ចោលអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ចាប់ពីពេលនេះទៅមិនថាចាស់ឬក្មេងមិនថាឈឺមានសុខភាពល្អយើងនឹងមិនបោះបង់ចោលមនុស្សម្នាក់នៅក្នុងជំរកនេះឡើយខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាធ្វើការបែងចែកការងារគ្នាដើម្បីប្រើប្រាស់ធនធានដែលនៅសល់ឲ្យមានប្រសិទ្ធភាពចំពោះមនុស្សចាស់និងអ្នកដែលខ្សោយអាចស្នាក់នៅក្នុងជំរកដើម្បីមើលការខុសត្រូវលើការដាំដុះនិងការផ្គត់ផ្គង់នៅខាងក្រោយចំពោះអ្នកដែលមានរាងកាយមាំមួនត្រូវទទួលខុសត្រូវលើការជួសជុលជំរកនិងពង្រឹងការការពារឲ្យបានរឹងមាំចំណែកអ្នកផ្សេងទៀតត្រូវចេញទៅជាមួយខ្ញុំដើម្បីស្វែងរកធនធាននិងការផ្គត់ផ្គង់បន្ថែមទៀតយើងត្រូវអាប់ដេតអាវុធឧបករណ៍និងយានជំនិះការអាប់ដេតរថយន្តកំសាន្តនៅពេលក្រោយត្រូវការគ្រឿងបន្លាស់និងធនធានជាច្រើនទីនេះគឺជាកន្លែងដ៏ល្អមួយអ្នកទាំងអស់គ្នាត្រូវទៅរកគ្រឿងបន្លាស់និងឧបករណ៍ដែលនៅប្រើការបាននៅក្បែរនេះសរុបមកគឺអ្វីដែលប្រើការបានយកទៅឲ្យអស់កូនជាក្មេងប្រុសដ៏ក្លាហានម្នាក់កូនក៏អាចជួយបានដែរអញ្ចឹងកូនត្រូវនៅក្បែរពុកឲ្យជាប់កុំដើរវង្វេងឲ្យសោះបាទទឹកកកធ្លាក់ចម្ដែកសន្លឹក52ទឹកកកធ្លាក់ចំវីស162ទីនេះពិតជាកន្លែងល្អមែនពួកយើងមកពីជំរកសុវត្ថិភាពចុងណានពួកយើងជាអ្នករស់រានមានជីវិតមនុស្សរបស់ពួកអ្នកមិនមែននៅញ៉ៃញ៉ៃទេ
មិនមែនមកពីជំរកសុវត្ថិភាពចុងណានទេហីអញមិនខ្លាចពួកឯងទេជាជាងឲ្យពួកឯងចាប់ទៅឲ្យខ្មោចឆៅស៊ីស៊ូស្លាប់ជាមួយពួកឯងប្រសើរជាងពួកយើងគ្មានចិត្តនាអាក្រក់ទេហេតុអ្វីពួកអ្នកស្រាប់តែវាយប្រហារពួកយើងហេតុអ្វីពួកជំរកសុវត្ថិភាពចុងណានជំរកសុវត្ថិភាពចុងណានគ្មានអ្នកណាជាមនុស្សល្អទេពួកឯងសុទ្ធតែជាអារក្សកាលពីមុនពេលខ្ញុំនាំម៉ាក់រត់ទៅជំរកសុវត្ថិភាពពួកឯងយកលេសថាពេញហើយមិនព្រមឲ្យចូលដាច់ខាតថែមទាំងសម្លាប់ម៉ាក់ខ្ញុំនៅនឹងកន្លែងទៀតម្នាក់ឈ្មោះលូយូននឹងថែមទាំងចង់ចាប់ខ្ញុំទៅឲ្យខ្មោចឆៅស៊ីទៀតខ្ញុំខំប្រឹងលោតចុះពីឡានទៅព្រួចជីវិតតែជើងខ្ញុំបែរជាខ្វិនទៅវិញខ្ញុំឃើញផ្ទាល់នឹងភ្នែកគាត់ចាប់មនុស្សរបោះចូលទៅក្នុងហ្វូងខ្មោចឆៅពួកអ្នកទាំងអស់គ្នាគឺជាមនុស្សអាក្រក់មិនមែនជាមនុស្សល្អទេមនុស្សនៅក្នុងជំរកសុទ្ធតែពួកអ្នកយល់ច្រឡំហើយពិតមែនតែធ្លាប់មានមនុស្សអាក្រក់ខ្លះតែត្រូវបានបងឈឿនវឹងកំចាត់ចោលអស់ហើយឥឡូវនេះគ្រប់គ្នាជាមនុស្សល្អទាំងអស់សុទ្ធតែសាមគ្គីគ្នាក្មេងនេះនិយាយត្រូវហើយខ្ញុំធានាជូនអ្នកនៅក្នុងជំរកគឺគ្រប់គ្នាស្មើភាពគ្នានិងមិនមានអ្នកណាត្រូវគេធ្វើបាបទៀតទេឬត្រូវគេបោះបង់ចោលឡើយជាជាងឲ្យពួកអ្នករស់នៅខាងក្រៅដោយភ័យខ្លាចរាល់ថ្ងៃស៊ូទៅជំរកជាមួយពួកយើងប្រសើរជាងក្មេងតូចម្នាក់នេះនៅអាចរស់នៅបានយ៉ាងសុខសាន្តក្នុងដៃគាត់សម្ដីរបស់គាត់គួរតែជឿបានអូខេយើងជឿអ្នកប៉ុន្តែនៅមានក្រុមអ្នករស់រានមានជីវិតមួយក្រុមទៀតដែរ Greenwich បដិសេធមិនទទួលពួកគេកំពុងតែលាក់ខ្លួននៅកន្លែងមួយនៅក្បែរអគារការិយាល័យមិនឆ្ងាយពីនេះទេតើអ្នកអាចជួយនាំពួកគេទៅជាមួយបានទេបានពិតណាស់មនុស្សច្រើនកម្លាំងក៏ច្រើនដែរយើងអាចទៅទទួលពួកគេឥឡូវនេះតែម្ដងអរគុណអ្នកកំឡោះនេះជារឿងដែលខ្ញុំត្រូវតែធ្វើគ្រប់គ្នាប្រញាប់ឡើងឡានផ្ទះទៅឡានផ្ទះនេះរឹងមាំណាស់វាអាចទប់ទល់នឹងការវាយប្រហាររបស់វាបានស្បែករបស់សត្វចម្លែកយក្សនេះក្រាស់ពេកហើយពិតជាពិបាកវាយណាស់ខ្ញុំស្មានតែមានតែមួយក្បាលទេតើមានរឿងអ្វីកើតឡើងហេតុអ្វីក៏មានមកមួយក្បាលទៀត